ទើបអង្គនេះគ្រុនទូលថាសូមទ្រង់ករុណាមេត្តាប្រណីប្រោសប្រានបាទសូមគោរពជំរាបសួរដល់បងប្អូនជាទីស្រឡាញ់រាប់អានថ្ងៃនេះយើងមកជួបគ្នាសាជាថ្មីម្ដងទៀតនៅការសូត្រនៅអត្ថបទកំណាព្យដែលដកស្រង់ចេញពីសៀវភៅរឿងព្រះចង្កូមកែវឥឡូវនេះយើងចូលដល់វគ្គថ្មីមួយទៀតគឺបទពំនោលទព38សូមពលរីសន្តាប់ដូចយកជាកតេដូចតទៅអង្គពួងនេះគ្រុនអិតត្រាយអិតគោកកងកាយប្លង់ហើយក៏ក្រេវក្រោតឡើងហាំងដូចឆ្នាំងខ្លាញ់ឆេងភ្លើងឬដូចចំបើងដែលភ្លើងឆាបឆេងមិនសល់ក៏នាំគ្នាចេញរចលរត់ចូលទៅកលចិត្តផ្ទាល់ព្រះបាទក្សត្រាព្រះនាមបណ្ឌុរាជាស្ដេចគង់នៅនេះភារាឈ្មោះបាតលីបុត្រជាស្ដេចយ៉ាងធំបំផុតល្បីល្បាញចំហត់មានរិទ្ធដែលជាងគូស្ញែងនៅក្នុងជំពូទ្វីបឯងឥតមានស្ដេចស្ដែងថ្លឹងថ្លែងស្មើបុណ្យចេស្តាទើបអង្គនេះគ្រុនទូថាសូមទ្រង់ករុណាមេត្តាប្រណីប្រោសប្រានឲ្យអង្គយើងខ្ញុំនឹងបានក្តីសុខសម្រានផ្សេងផ្សានដោយសារបុណ្យទ្រង់បិទមានស្ដេចមួយព្រះអង្គចិត្តត្រឹងត្រនងទ្រង់នាមក៏ហៅសេវៈនៅក្រុងតនតាំងពរៈចោលព្រះសេងវៈនឹងពួងទេព្រាត់ព្រមាឃើញដេញអស់យើងរាល់គ្នាចេញចាភារាតនតាំងពរៈនេះឯងទៅកោតគោរពខ្លាចក្រែងសត្វសពបើឆ្អឹងឆ្អែងរបស់សមណអង្គោដមហេតុនេះសូមទ្រង់ឧបត្ថម្ភប្រងប្រានយើងខ្ញុំឲ្យបានសុខសំប្រាថ្នាឯអង្គព្រះមហាក្សត្រាបណ្ឌុរាជាទ្រង់ព្រះសន្តាប់ឮច្បាស់ហើយទ្រង់ក្រេវក្រោតខ្លាំងណាស់ស្ដេចមានដំរាស់ទ្រង់ត្រាំងប្រើស្ដេចមួយអង្គស្មងចិត្តយានទ្រង់ត្រនងឲ្យលើកពលពងពេញត្រង់សេនាព្រះថ្មីគ្មៀតចេញទៅតាមផ្លូវប្រងព្រាតនាំយកព្រះធាតុព្រះលោកនាថសាងស្តាព្រមទាំងទូអង្គសត្រាក៏ហៅសេវាអំពីតនតាំងបរិយបានហើយពុំត្រាប្រណីត្រាំងប្រើគ្មានក្មៃចំពួងនេះគ្រុនចិត្តខ្មៅឲ្យយកព្រះតននោះទៅដុតក្នុងភ្លើងក្តៅ
សំដៅឲ្យឆេះអន្តរាយហើយពួកនៃក្រុនទាំងឡាយនាំគ្នាសប្បាយខ្វល់ខ្វាយប្រឹងដុតដូចថាលងដល់ដាក់ចុងកាលណាមានជាតិបងផាជុំការប៉ុនប៉ងរាជរតផងទ្រព្រះធាតុខ្ពង់ផុតឲ្យឃើញចំហត់ប្រាកដគ្មានក្តៅក្រហាយអង្គពួងមហាជនទាំងឡាយត្រេកអរស្រស់ស្រាយក៏ថ្វាយសាប់សាធុងកាមានគ្រឿងបូជាអង្ចាអនេកអូឡាជាការប្រសើរថ្លាថ្លៃមកសัตว์ទរាំងឆេះខ្លាំងក្រៃទ្រង់ត្រាំងឆាប់វៃឲ្យយកព្រះតនឧត្តមចាំងលើត្រណប់យ៉ាងធំអន្លងដែកថដំបង្ខំឲ្យខូចខ្ទេចខ្ទីប៉ុន្តែធាតុព្រះមុងនេះទ្រង់មានឫទ្ធីលិចចុងតែពាំងកណ្ដាលហាងដូចព្រះច័ន្ទភ្លឺច្រាលរាំងស្មៃត្រកាលបណ្ដាលលើចុងនៃភ្នំគ្រានោះមហាក្សត្រជាធំឃើញគុណឧត្តមក៏ទ្រាំនឹកកោតពុំបានតែចិត្តនិក្រុនក្លាហានឥតមានរាប់អានក៏បានទូតាមរស្យាថាឯពន្លឺថ្លៃថ្លាសូមមហាក្សត្រាជ្រាបថាពន្លឺព្រះនរាយឥតនោះទៅបានប្រងព្រាយលែងសំទាយរីងរាយអង្ចាឆ្នេះឯងព្រះមក្សត្រាកោតក្រែងហើយទ្រង់ប្រឹងប្រែងត្រាំងថ្លែងឲ្យដងចាកសថានអង្គពួកនិក្រុនប៉ុនមានខំដងខំច្រានចាងឋានដែលជាត្រណប់ទុំបីខំប្រឹងញញប់ព្រះតនក៏ចប់តែក្នុងត្រណប់នោះឯងមកសัตว์ស្ដេចទ្រង់ស្ញប់ស្ញែងហើយទ្រង់ចាត់ចែងឲ្យថ្លែងប្រកាសប្រាំងប្រានមកសัตว์ស្ដេចទ្រង់ស្ងប់ស្ញែងហើយទ្រង់ចាត់ចែងឲ្យថ្លែងប្រកាសប្រងប្រានប្រាប់អស់រាជរដ្ឋសពឋានថាអ្នកណាបានដងច្រានព្រះធាតុដែលចប់ឲ្យឃ្លាតចេញចាំងត្រណប់ទ្រង់នឹងឲ្យទ្របនឹងផ្គប់ឲ្យមានយុងស័ក្តិកាលនោះមានមានុម្នាក់មានចិត្តស្មងស្មាំងស្មុងសុផាត់ពាក់ខាប់បដីត្រូវជាចៅទូតសេដ្ឋីដែលមានឈ្មោះល្បីហៅថាណាថាំងបណ្ឌិតបាទសូមអរគុណចំពោះការស្ដាប់កន្លងមកហើយបងប្អូនដែលមិនទាន់បានជួយចុច Subscribe Channel របស់ខ្ញុំ
សូមជួយចុច Subscribe ឬក៏ជាវដើម្បីទទួលបានវីដេអូអប់រំថ្មីៗក៏ដូចជាលើកទឹកចិត្តខ្ញុំសម្រាប់ការសូត្រណានៅអត្ថបទកំណាព្យដែលដកស្រង់ចេញពីសៀវភៅព្រឹងព្រះចង្កូមកែវប៉ុណ្ណេះសូមអរគុណសូមគោរពជម្រាបលា